ជំរាបសួរសួស្តីបងប្អូនទាំងគ្នាខ្ញុំជីជាកាលពីម្សិលមិញគឺខ្ញុំបានប្រាប់អ្នកគ្នាថាខ្ញុំនឹងនាំអ្នកគ្នាទៅហាងមួយកន្លែងឥឡូវហ្នឹងគឺខ្ញុំចេញវីដេអូមួយទៀតដើម្បីនាំអ្នកគ្នាទៅហាងមួយនេះឥឡូវនេះខ្ញុំកំពុងតែនៅស្ពានស្ទឹងសែនកំពង់ធំអញ្ចឹងអ្នកសាតែថ្ងៃហ្នឹងជាថ្ងៃបុណ្យរំលឹកអញ្ចឹងបងប្អូនឃើញគេដាក់តាំងទូកនៅហ្នឹងហើយអញ្ចឹងខ្ញុំនឹងជិះពីស្ពានកំពង់ធំហ្នឹងទៅត្រង់នោះហើយបងប្អូនជិះទៅដល់ស្តុកក្តីដូងហើយអ្នកគ្នាត្រូវជិះទៅមុខតទៀតអ្នកគ្នាពីស្តុកក្តីដូងហ្នឹងទៅអ្នកគ្នាប្រើពេលដល់1នាទីទេបងប្អូនមើលមកខាងស្ដាំដៃមកបងប្អូននឹងឃើញសារៈមន្ទីរកំពង់ធំមន្ទីរព័ត៌មានមន្ទីរធម្មការនៅទល់មុខមន្ទីរធម្មការហ្នឹងគឺមានផ្លូវតូចមួយបងប្អូនមើលមកខាងឆ្វេងដៃមកគឺឃើញហ្មងផ្លូវចូលហ្នឹងគឺមានហាងទូរស័ព្ទដៃ Vivo មួយបងប្អូនហើយនៅជាប់ហ្នឹងគឺមានផ្ទះពណ៌លឿងហើយបងប្អូនគ្រាន់តែជិះហួសផ្ទះពណ៌លឿងហ្នឹងគឺដល់ហ្មងឥឡូវយើងបានមកដល់ហើយគឺជាម៉ាតសាន់អេនមូនបងប្អូនគឺខ្ញុំនិយាយពីក្បាលដំបងគឺលឺតហាងតែពិតគឺជាម៉ាតទេបងប្អូនខ្ញុំច្រឡំឥឡូវយើងចូលទៅមើលទាំងអស់គ្នាថាគេមានលក់អីខ្លះបងប្អូនខ្ញុំចូលទៅខ្វះកបងប្អូនដោយសារតែឃើញមាននំរបស់ឆ្ងាញ់ច្រើនមែនតើបងប្អូនអើយមានភេសជ្ជៈឆ្ងាញ់ហើយបងប្អូនមានការ៉េមទៀតខ្ញុំចូលចិត្តការ៉េមមែនតើប៉ុន្តែដោយសារតែខ្ញុំទៅតែងើបពីឈឺចឹងខ្ញុំអាចញ៉ាំបានទេកំពុងគិតថាចង់ញ៉ាំអីដោយសារឃើញច្រើនមុខពេកបងប្អូនចឹងខ្ញុំបានយកទៅដោះកូននេះមួយបន្ទាប់មកខ្ញុំដើរមើលអីវ៉ាន់ផ្សេងទៀតដោយសារមាននំមានអីច្រើនមែនតើនៅនឹងចៃរឹកនំចឹងនឹកឃើញដល់អូនដែលចូលកងចូលរៀនវិញនេះគឺត្រូវហ្មងអូនដែលចូលចិត្តញ៉ាំនំក៏ចេះវិចុកដេកបងអីត្រូវហ្មងខាងគឺនៅចិត្តសាលាហើយងាយស្រួលរកទៀតមិនមែនមានតែនំទេណាគឺសម្ភារៈប្រើប្រាស់ផ្សេងអីគឺមាននៅទាំងអស់សុខាម៉ាស់បិទមុខសាប៊ូអីហ្នឹងគឺមាននៅនឹងទាំងអស់ចឹងបងអូនអាចទៅរនមើលនៅនឹងបានណាគឺដល់ពេលដែលខ្ញុំកាត់លុយឲ្យអស់តិចមែនតើណាបងអូនអត់ថ្លៃទេនៅនឹងធូរថ្លៃមែនតើចាញ់មកមើលខាងក្រៅវិញម្ដងចឹងបងអូនទិញនំទិញអីឲ្យបងអូនអាចអង្គុយញ៉ាំនៅនឹងបានហើយខ្ញុំភ្លេចប្រាប់បងអូនទាំងអស់គ្នាថាគេបើក24ម៉ោងណានៅនឹងឡើងឃ្លានហើយអត់ដឹងទៅញ៉ាំអីនៅណាបងអូនមកសាន់អេនមូនមកដោយសារគេបើក24ម៉ោងទេចឹងបងអូនអាចអង្គុយដល់ម៉ោងស្មើណាក៏បានដែរបងអូនជុំខ្ញុំនៅវីដេអូក្រោយ